ចឹងនៅក្នុងវីដេអូនេះគឺយើងនិយាយអំពីការធ្វើវិក័យប័ត្រមួយដែលមានសរុបចំនួនហើយនឹងបដូរពីលុយខ្មែរទៅលុយដុល្លារអញ្ចឹងអូខេជម្រាបសួរនិងសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូទី4នៃវគ្គសិក្សា Microsoft Excel ចឹងនៅក្នុងវីដេអូនេះគឺយើងរៀនធ្វើទៅលើវិក័យប័ត្រទាំងអស់គ្នាដែលយើងធ្លាប់រៀនឲ្យរូបមន្តSAM Product ហើយនឹងការអត្រាប្តូរប្រាក់វាយើងធ្លាប់រៀនពីវីដេអូមុនរួចហើយចឹងសូមអ្នកគ្នាទៅបានមើលទៅមើលវីដេអូមុនទៅគឺយើងរៀនហើយចឹងនៅក្នុងវីដេអូនេះគឺយើងនិយាយអំពីការធ្វើវិក័យប័ត្រមួយដែលមានសរុបចំនួនហើយនឹងបដូរពីលុយខ្មែរទៅលុយដុល្លារអញ្ចឹងអូខេចឹងយើងមកមើលលំហាត់ជាមួយខ្ញុំទាំងអស់គ្នាចឹងនៅផ្នែកខាងលើនេះគឺយើងមានថ្ងៃចោះនៅវិក័យប័ត្រមាននៅអត្រាប្តូរប្រាក់អញ្ចឹងទៅអូខេចឹងយើងមកមើលតំណែងរបស់យើងគឺមានចំនួន7មុខដែលនៅក្នុងនោះមានដូចជា computer ម៉ាស៊ីនព្រីនអញ្ចឹងសម្រាប់ computer មានចំនួន3មុខហើយតម្លៃលក់រាយគឺ400ដុល្លារអូខេយើងសរុបមកថា computer 3មុខនេះមួយវា400ដុល្លារ3អស់ប្រហែលអូខេយើងសរុបមកគឺស្មើហើយយើងវាយរូបមកនេះគេ product អូខេ DUCT ហើយយើងយកគេចំនួនគុណជាមួយនឹងតម្លៃលក់រាយអូខេចំណុចត្រង់នេះអ្នកនរគ្នាអាចប្រើរូបមន្តមួយទៀតស្មើយើងយកចំនួន3នេះមកគុណជាមួយនឹងតម្លៃលក់រាយអញ្ចឹងក៏បានដែរដូចគ្នាគឺរូបមន្ត product ហើយនឹងវិធីគុណនេះគឺស្មើគ្នាទាំងអស់គ្នាដូចគ្នាអញ្ចឹងយើងចុច enter មកយើងទាញតំណែងនេះចុះក្រោមអូខេអញ្ចឹងយើងមួយទៀតស្រុបគិតជារៀលយើងដឹងហើយថាអត្រាប្តូរប្រាក់របស់វាគឺ4150រៀលអញ្ចឹងដើម្បីអាចបដូរពីលុយដុល្លារមកលុយខ្មែរបានគឺអ្នកនរគ្នាត្រូវចាំគឺយើងប្រើប្រមាណវិធីគុណបើលុយខ្មែរទៅលុយដុល្លារគឺយើងប្រើប្រមាណវិធីចែកអូខេចឹងដាក់សញ្ញាស្មើហើយយកតម្លៃសរុបគិតជាដុល្លារមកគុណជាមួយនឹងតម្លៃអត្រាប្តូរប្រាក់អញ្ចឹងយើងចុច function F4 មួយមក Windows គឺយើងចុច F4 ដើម្បីចងសាលកុំឲ្យវារត់ចុះក្រោមអូខេអញ្ចឹងយើងបានលុយខ្មែរហើយយើងចុច enter មកយើងទាញតំណែងចុះក្រោមមកគឺបានហើយអូខេអញ្ចឹងយើងមកមើលផ្នែកខាងក្រោមទៀតយើងចង់សរុបថាគិតជាដុល្លារអស់ប៉ុន្មានហើយគិតជាលុយរៀលអស់ប៉ុន្មានអូខេអញ្ចឹងដើម្បីអាចសរុបបានគឺយើងប្រើរូបមន្ត SAM គឺយើងរៀនរួចពីវីដេអូមុនហើយដាក់សញ្ញាស្មើហើយយើងវាយ SAM អូខេហើយយើងសរុបគិតជាដុល្លាររបស់យើងមកជួរនឹងមកអូខេទៅមកយើងអាចទាញតំណែងមកខាងស្ដាំនេះក៏បានដែរអ្នកនរអូខេចឹងយើងអាចប្រើមួយទៀតក៏បានSAMហើយយើងទាញសរុបលើលុយខ្មែររបស់យើងអូខេយើងទទួលបានលុយខ្មែររបស់យើងហើយអ្នកនរអូខេអូខេបើសិនបើអ្នកនរគ្នាពេញចិត្តនៅវីដេអូចែករំលែករបស់ខ្ញុំគឺកុំភ្លេចចុច like share and follow ជាពិសេសគឺ subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូជាបន្តបន្ទាប់ជួបខ្ញុំនៅវីដេអូក្រោយ